ចង់ជួបជាមួយអ្នកនាំចូលផលិតផលថៃអត់បានការទេខ្ញុំនិយាយភាគមុនហើយសេតរិនថាបើចង់ដោះស្រាយរឿងនេះសម្ដេចហ៊ុនសែនត្រូវប្រកាសផ្ដាច់ចំណងពាណិជ្ជកម្មជាមួយថៃចាក់កុំញ៉ែច្រើននិយាយច្រើននាំថោកនិយាយច្រើននាំថោកបើសឿងសម្ដេចហ៊ុនសែនប្រកាសផ្ដាច់ពាណិជ្ជកម្មថ្ងៃនេះបើសឿងកុំនិយាយច្រើននាំថោកតែបើអត់សឿងទេធ្វើតែបាបខ្មែររស់រឿងតែខ្មែរមានបានការអីទេអាហ្នឹងអញ្ចឹងអូខេលោកតាបើថៃហើយនឹងខ្មែរវាយម្ដងទៀតគេវាយគេគង់តាវាយទេណាចៅចាំតែចូលរួមច្បាំងទៅគេគង់តាវាយទេព្រោះលោកហ៊ុនសែនគាត់ស៊ីត្រាវអត់ឈប់គង់តាវាយគ្នាទេកុំភ័យត្រៀមចាំទៅចូលរួមទៅតើខ្ញុំអាចសួរទស្សនៈរបស់លោកតាលើការមានកូនពេលរៀបការនៅក្នុងសង្គមនេះបានទេជូលីអាណាទី1បើមិនទាន់សន្សំលុយហើយមានផ្ទះនៅទេមិនត្រូវមានកូនទេទី2មានកូនមិនមែនតាមម៉ែតាមឪទេមានកូនគឺទៅតាមថវិកាដែលប្តីប្រពន្ធរៀបចំក្រោយពីមានផ្ទះបន្តមកទៀតកុំមានកូនច្រើនទស្សនៈហ្នឹងកូនវាមិនទាន់បានស្រីឬក៏វាមិនទាន់បានប្រុសអញ្ចឹងយកមួយទៀតជាទស្សនៈល្ងងខ្លៅពីព្រោះកាលណាកូនច្រើនគឺក្រតែប៉ុណ្ណឹងលោកតាម្ដាយគ្មានសមត្ថភាពឲ្យកូនរៀនមហាវិទ្យាល័យហើយកូនស្រីក៏ប្រឡងបាក់ឌុប3ឆ្នាំទើបជាប់តែមកទៀមទាឲ្យកូនប្រុសដែលមានគ្រួសារហើយឲ្យជួយបង់ថ្លៃសាលានេះគឺជាគំនិតភ្លីភ្លើដែលគ្រួសារខ្មែរខ្លះចូលចិត្តតប៉ែអញ្ចឹងនាងដែលប្រឡងបាក់ឌុបជាប់នឹងត្រូវខិតខំខ្លួនឯងព្រោះខ្លួនពេញកំមុំហើយអាយុ8ទៅ10ចំណែកម្ដាយបើមកពឹងឲ្យកូនដែលមានគ្រួសារហើយជួយប្អូនផងនិយាយឲ្យត្រឹមត្រូវបើគេជួយបើគេមិនជួយអត់បន្ទោសគេបានទេគេរៀបការចេញទៅហើយគេគ្មានបន្ទុកទៀតទេហើយចំណែកម្ដាយហ្នឹងបើអត់មានសមត្ថភាពទេនិយាយជាមួយកូនស្រីខ្លួនឯងតែកូនអើយត្រូវខំរៀនតាមរបៀបធ្វើការផងរៀនផងអត់មានមកដាក់បន្ទុកអីទៀមទេអីទេណានេះគឺទស្សនៈរបស់ខ្ញុំសង្គមខ្មែរចូលចិត្តដាក់បន្ទុកអញ្ចឹងគ្មានទេដាក់បន្ទុកទៅវាបែកបាក់គ្រួសារគេណាគ្មានទេអារឿងសងគុណដាក់បន្ទុកអីចឹងអារបស់អញ្ចឹងហើយដែលខ្មែរចេះតែបែកបាក់នោះគេថានៅខ្មែរពុកអលួយដោះស្លែតើពាក្យហ្នឹងត្រូវឬទេអត់ត្រូវទេមិនបានអត់ត្រូវសំណាងកើតមកនៅស្រុកខ្មែរហើយអត់ដឹងថាខ្មែរពុកអលួយអីអត់មកសួរតាត្រូវឆ្លើយអញ្ចឹងស្រុកខ្មែរឋានសួគ៌អត់ពុកអលួយទេតតែដល់ថ្ងៃចៅឯងគេធាក់អាហ្នឹងចាំមកសួរតាម្ដងទៀតថាតាមិនបានគេធាក់តាក៏ប្រាប់ថាសំមុខហើយពីព្រោះឯងភ្លើឯងកើតមកធំនៅស្រុកខ្មែរអត់ដឹងស្រុកខ្មែរពុកអលួយឯងមកសួរគេណាឯងអត់កាត់អាចឯងស្អុយលហុំឯងមកសួរគេថាខ្ញុំស្អុយពិតដែរអញ្ចឹងបន្តទៅទៀតទេចៅបើកើតមកធំហើយចូល YouTube បានហើយភ្លើអត់ដឹងថាស្រុកខ្មែរពុកអលួយអីអត់នៅតទៅទៀតទៅជួយមិនរួចទេចៅនៅក្នុងដៅនឹងទៀតទៅលោកតាគេចំពាក់លុយខ្ញុំពេលទេលុយគាត់ឲ្យចាំថ្ងៃក្រោយបន្តទេកុំឈប់ណា MS Group បន្តទេក៏ប៉ុន្តែឈប់ឲ្យគេខ្ចីអ្នកណាក៏ដោយក៏កុំឲ្យខ្ចីតើប្រទេសកម្ពុជាត្រូវប្រើពេលប្រហែលឆ្នាំទៀតទៅកងទ័ពជើងអាកាសកម្ពុជាខ្លាំងដូចគេកងទ័ពយើងមិនមែនជើងអាកាសឬជើងគោកឬជើងទឹកទេកងទ័ពយើងខ្សោយទាំងអស់ខ្សោយទី1គឺរាជការយើងខ្សោយទី2ធនធានមនុស្សដែលធ្វើទ័ព
ចំណេះដឹងទៀតទី3នៅក្នុងជួរកងទ័ពគេដាក់តែមនុស្សល្ងងឲ្យធ្វើមេអាហ្នឹងចឹងវាអត់មានប្រហែលឆ្នាំទៀតជើងអាកាសខ្លាំងដូចគេទេមានខ្លាំងអីបើអត់ខ្សោយទាំងអង្គណានិយាយថាឲ្យក្មេងៗខំប្រឹងរៀនតែអ្នករោងចក្រភាគច្រើនក្មេងអត់មានបណ្ណាចេះអក្សរទេតើលោកតាគិតរឿងក្មេងរោងចក្រក៏រៀនក៏បបួលឲ្យរៀនមិនមែនមានន័យថាធ្វើការរោងចក្រហ្នឹងរៀនមិនកើតឯណាបើដេរៀនដេឲ្យស្ទាត់ជំនាញបើផុងរៀនផុងឲ្យស្ទាត់ជំនាញបើ steam press បើកាត់កណាត់បើបត់បើវិចខ្ចប់បើដាក់ស្លាករបស់អស់នឹងសត្វតរៀនហើយបើពូកែទៅធ្វើកិច្ចការដទៃទៀតថែមទាំងរៀនគណិតសាស្ត្ររៀនអីមិនមែនមានន័យតែធ្វើការរោងចក្រឲ្យអត់រៀនទេមកអំពីទៅធ្វើការរោងចក្រឡៃតែដោយគ្នានឹងហើយបានល្ងងមួយខែ200ជាង300ហ្នឹងតានិយាយឲ្យរៀនហ្នឹងរៀនទាំងក្រៅសាលារៀនទាំងក្នុងសាលាណាកូនខ្ញុំបច្ចុប្បន្នចិត្តបញ្ចប់ Master ណាតែខ្ញុំបាន start up Nano Factory Eco Charcoal ដើរទៅមុខបានគួរសមដែរតើថ្ងៃមុខមានទីផ្សារធំទេខ្ញុំអត់ឆ្លើយបានព្រោះខ្ញុំអត់សូវដឹងរឿងហ្នឹងខ្ញុំឆ្លើយអត់បានបាទបច្ចៈខ្ញុំស្ដាយណាស់រៀនមិនបានចប់បរិញ្ញាត្រឡប់ទៅរៀនវិញខ្លះទៅចុងក្រោយតួនាទីដូចគ្នាចុងក្រោយតួនាទីដូចគ្នាប្រាក់ខែខុសគ្នាទៅរៀនវិញទៅនៅស្រុកខ្មែរគួររកស៊ីពីឪពុកម្ដាយឬសុកចិត្តទៅរៀនក្រៅយក green card ធានាឪពុកម្ដាយទៅព្រោះសភាពការប្រទេសដូចមិនសូវស្រួលឪពុកម្ដាយគាត់គិតគ្នាគាត់យើងដែលធំហើយក៏ត្រូវគិតខ្លួនឯងបើចៅអត់ទាន់ចេះគិតខ្លួនឯងហើយមកសួរតាចៅជួយម្ដាយឪពុកអត់ទាន់បានទេគាត់មានមុខរបរនៅស្រុកខ្មែរជួនកាលក៏អត់ចង់មកអាមេរិកទេដូច្នេះចម្លើយខ្លីសិនគិតខ្លួនឯងចង់នៅរុស្ស៊ីជាមួយម៉ែឪឬក៏ចង់មកនៅអាមេរិកសម្រាប់ខ្លួនឯងណាកូនហេតុអ្វីបានកម្ពុជាមិនប្តឹងទៅតុលាការអន្តរជាតិចម្លើយគឺតើចៅចេះប្តឹងទេរាជការខ្មែរប្តឹងហើយតែចៅមិនឃើញតែចៅឯងចេះប្តឹងទេចៅឯងអត់ចេះអញ្ចឹងនៅស្ងៀមគេអ្នកកាន់អំណាចគេធ្វើហើយយើងអត់ដឹងគេធ្វើហើយវាអត់ចាញ់អាហ្នឹងអញ្ចឹងដោយដីដែលសៀមយកអញ្ចឹងហ៊ុនសែនអត់ហ៊ានវាយទេតែហ៊ុនសែនអត់ហ៊ានវាយក៏អត់ដែរពីព្រោះចៅឯងមិនមែនជាអ្នកវាយទេណាលោកអ៊ំតើវិស័យអាកាសចរកម្ពុជានៅពេលរយៈពេលសមស្របឆ្នាំណាទៅអាចនឹងមានយន្តហោះធុនមធ្យមឬអាចធុនធំដូចថៃវៀតណាមបានអាកាសចរស៊ីវិលកម្ពុជាគ្មានថ្ងៃចម្រើនទេពីព្រោះរាជការលក់ឈ្មោះឲ្យគេអញ្ចឹងគេរកស៊ីបន្តិចតួចទៅដួលទៅបន្តិចតួចដួលទៅអនាគតទៅមុខយើងមានអាកាសចរឈ្មោះកម្ពុជាតែម្ចាស់គឺជាបរទេសហើយមិនធំទេគេរកស៊ីបន្តិចតួចទៅគេដួលទៅមួយមកទៀតអនាគតមិនងាយកើតទេពីព្រោះខាងផ្នែកនឹងរាជការមិនចាត់អារម្មណ៍ទេអូខេ
លោកតាគេថាបោសសម្អាតចិនពីស្រុកខ្មែរតើសេដ្ឋកិច្ចខ្មែរយ៉ាងណាដែរបើកូនខ្មែរអត់មានការងារច្រើនរឿងសេដ្ឋកិច្ចគឺជារឿងរដ្ឋាភិបាលតានិយាយច្រើនហើយថារដ្ឋាភិបាលត្រូវមាននយោបាយពិតប្រាកដលើរឿងសេដ្ឋកិច្ចរឿងវាសនាកូនខ្មែរចៅដឹងហើយអត់ការងារធ្វើគឺអត់មានលុយចាយធនអ៊ីវខ្ញុំអត់ដឹងទេរឿងពូទីនតាខ្ញុំឮសូរសំឡេងទ្វាបើករហូតក្នុង live ណាបើឮសូរទៅបើមិនចង់ស្ដាប់ទេក៏ហីទៅណាបើស្ដាប់មិននរោត្តមនិរៈដេប៉ូហ្នឹងណាអន់ណាវាមិនប្រកែទេអន់ដូចអាចក្រពងអញ្ចឹងនឹងកូនស្ដាច់ចេះនោះអត់មានត្រូវការនិយាយអីវាទេហើយវាគ្មានបនវាអត់មានបនមានអីទេប៉ុន្តែចេះតែចាស់ហ្នឹងនាំគ្នានិយាយតគ្នាថាវាអ្នកមានបនអីអត់ទេអានោះអត់មានបានកាយទេណាអានេះឈ្មោះវាអាប៉ូណាអូខេតាថាចាំយកប្រពន្ធពេលចាស់បានល្អតែរៀងចាស់តិចយកប្រពន្ធណាជួបរបស់សល់ពីគេនឹងតាសមនឹងការតស៊ូរបស់យើងទេដាវីតតាមិនហាមទេបើឯងចង់យកប្រពន្ធទៅដួយក្មៃស្បែងខ្ចីយកទៅតាអត់ហាមទេតាអត់ឲ្យយោបល់ថែមទេបើចង់បានយកទៅពីព្រោះមួយយាតឯងវាមិនកើតឯងថាដល់ពេលចាស់ទៅយកប្រពន្ធស្រីសល់ពីគេឯងកណ្ដាហាមាត់មកឯងមើលងាយមនុស្សស្រីបាត់ទៅហើយអញ្ចឹងស្រីណាឮសូរឯងនិយាយណាក្រៅពីនោមដាក់ក្បាលឯងឬក៏នោមដាក់ចានបាយឯងមានតែស្រីដែលអត់មានមយាទអត់មានចំណេះដឹងទេដែលយកឯងទៅគ្នាពីព្រោះឯងហាមាត់មកឯងមើលងាយស្រីបាត់ទៅហើយឯងថាបើចាំដល់អាយុចាស់ឯងសល់ពីគេហើយចុះឯងគេអន់មែនទី1ឯងបានទៅដួយហ្នឹងឯងធ្វើប្រមាណដងដែលវាតឹងនោះយ៉ាងច្រើនណាស់តែ3ខែវាធូរអស់ហើយស្អីទៅដែលគេណាឯងមើលងាយស្រីម្លេះឯងអត់មានកំណើតចង់កសាងសុភមង្គលទេឯងចង់យករនអាស័យមួយហ្នឹងឯងបុកដកកុំឲ្យវាឡោកវាយដៃទៅស្រីណាឮសូរឯងនិយាយអញ្ចឹងណាគេអត់យកឯងធ្វើប្តីទេពីព្រោះមនុស្សឯងចោលមកសៀតឯងគ្មានគិតការប្រពន្ធយកជាសុភមង្គលទេឯងគិតថាប្រពន្ធដូចប្រហោងអាស័យស្រីណាដែលគេចេះដឹងគេអត់យកឯងទេមានតែស្រីដែលនោមដាក់ចានបាយឯងទេដែលគេយកនោះណាដាវីតប៉ុន្តែតាអត់បដៅទេហើយចង់យកប្រហោងអាស័យដែលគេនោមដាក់ចានបាយឯងក៏យកទៅឯងហាមាត់ឡើងសិតតែសមនឹងការតស៊ូរបស់យើងនេះយកសល់ពីគេមកឯងនេះស្អីណាមិនបានឯងចាត់ទុកមនុស្សស្រីនឹងអន់ម្លេះណាអញ្ចឹងឯងរស់នៅនឹងទៅដួយនឹងទៅតិចទៀតគេនោមដាក់ចានបាយហើយស្រីដែលគេខិតខំទៅការដូចមានស្រីខ្លះល្ងើមកនិយាយនៅតាម Facebook ខ្ញុំមេម៉ាយវាយ៉ាងម៉េចមិនចាំបាច់ប្រាប់គេទេកូនមិនបាច់និយាយប្រាប់គេទេកសាងខ្លួនឲ្យមានចំណេះចេះដឹងទៅអាប្រុសណាដែលវាមិនត្រូវការយើងក៏សំណាងហើយដូចឧទាហរណ៍ដាវីតនេះវាត្រូវការតែរបស់ថ្មីអញ្ចឹងអនាគតវាទៅគេនោមដាក់ចានមុខវាប៉ុណ្ណឹងចង់បានស្អីអញ្ចឹងកូនស្រីណាដែលមានប្តីម្ដងហើយអីមិនបាច់ចាំមកនិយាយលើ Facebook ទេណាគិតតែពីរឿងកសាងចំណេះដឹងរកស៊ីធ្វើការទៅមិនខ្វះទេមនុស្សប្រុសល្អនោះហើយយល់ល្អជាងគេកូនស្រីបើអាប្រុសស្រុកខ្មែរដូចអាដាវីតនេះវាភ័យខ្លាចដោយគេយកប្តីអាមេរិកាំងសយកប្តីអាមេរិកាំងបីបាត់ថែសារហើយមានលុយចាយរហូតដល់ចាស់ទៅយកអីអាមនុស្សដូចអាដាវីតនេះនោមដាក់ចានឲ្យវាស៊ីទៅមកឯងអីណាស្យកដែរទៅគេមុខជាបើអើយណាកណ្ហាមាត់មកដឹងកាយៅថាវាមានតែស្រីនោមដាក់ចានទេដែលត្រូវនឹងចៅឯងអូខេនឹងតាប្រាប់កណ្ណាតឯងនឹងយកតែគេនោមដាក់ចានទេ
មុខប្រហែលអញអីយកសាស្រីល្អធ្វើការរស់ស៊ីចេះដឹងណាព្រោះអញមិនដែលចេះមើលងាយស្រីណាដែលគេអីឯងមើលងាយស្រីមែនណាជីវិតមនុស្សម្នាក់គេកសាងលំបាកចង់ងាប់ឯងហាមាត់ឡើងខ្ញុំមានមនុស្សម្នាក់កាលនៅនឿយយ៉កគេថាគេចង់បានតែស្រីស្អាតទេឥឡូវហ្នឹងប្រពន្ធឲ្យមើលកូនហើយប្រពន្ធហ្នឹងការមកការឲ្យប្រពន្ធគេធ្វើការងារទៅស្រីស្អាតមែនបើគេធ្វើការងារទៅគេឲ្យលែងគេទៅយកប្អូនស្រីគេពីស្រុកខ្មែរមកដល់ទៅយកប្អូនស្រីគេពីស្រុកខ្មែរមកហើយឥឡូវលែងប្អូនស្រីហ្នឹងប្អូនស្រីគេទៅណាតែអាប្រពន្ធខ្លួនឯងហ្នឹងអត់ការវិញទេមានកូនមួយថ្ងៃអង្គុយមើលកូនខ្លួនឈឺអង្គុយមើលកូនទៅប្រពន្ធគេរកស៊ីទៅមានន័យថាម៉េចមានន័យថាចាំតែគេនោមដាក់ចានទេហើយទ្រព្យសម្បត្តិអីក៏ចែកគ្នាអត់បានដែរព្រោះយើងមិនមែនប្តីស្របច្បាប់ការយកគេមកយកគេស្អាតស្អាតគេខំរកស៊ីគេបច្ចេកថាឲ្យលែងខ្ញុំទៅបងទៅយកប្អូនស្រីខ្ញុំមកលែងយើងមកនៅស្រុកអាមេរិកហើយអត់គោរពច្បាប់ត្រឹមត្រូវទេជឿតាមប្រពន្ធលែងគ្នាទៅយកប្អូនស្រីមកហើយក៏លែងប្អូនស្រីឥឡូវនៅខ្លួនជាពោះម៉ាយមើលកូនអាហ្នឹងហើយមនុស្សហ្នឹងនៅនឿយយ៉កគេថាគេអត់យកទេស្រីដែលមិនស្អាតគេចង់បានតែស្រីស្អាតទេនៅជាប់ផ្ទះខ្ញុំហ្នឹងអាហ្នឹងហើយសេរីធនដាវីតអាចៅដាវីតហាមាត់ឡើងសេដ្ឋកិច្ចសល់តាណាអត់ចេះមើងងាយស្រីទេបានជាស្រីស្រឡាញ់មុខឯងនេះស្រីនោមដាក់ចានណាកូនតានិយាយលេងទេណាដោយសារឯងវាលយយកប្រពន្ធចាស់ខ្លាចសល់ឯងក៏អន់មែនឯងមើលអញសប្ងៃនេះណាកុំទៅកើតមហារីកទេបើមិនកើតមហារីកទេអញរកប្រពន្ធនៅតែបានអញ្ចឹងមិនខ្វះទេស្រីស្រឡាញ់អញណាតែអញមិនជាមនុស្សអញ្ចឹងអញយកមួយអញត្រូវកសាងសុភមង្គលអញតែឯងក៏សឿងណាកណាតែឯងប៉ះតែស្រីនោមដាក់ចាននេះណាតែតិចនោមដាក់ចានឲ្យផឹកជាពិសេសយួនកាលណាវាឃើញប្តីខ្មែរនិយាយអញ្ចឹងវាលួចនោមដាក់ចានណាបើវាឆ្លងជូរយួនវានោមបន្តិចទៅបើមិនចឹងទេមកខែវាដួសមកប្រែដាក់ឲ្យព្រោះហាមាត់ឡើងវាគ្រាន់បើពេកអាហ្នឹងអញ្ចឹងណានិយាយលេងទេណាចៅប៉ុន្តែឲ្យឯងស្ដាប់កុំហាមាត់អញ្ចឹងស្រីណាឮសូរឯងនិយាយអញ្ចឹងវានោមដាក់ចានឯងរកស្រីមនុស្សល្អធ្វើប្រពន្ធអត់បានទេព្រោះចិត្តគំនិតឯងវាអន់ពេកឯងគ្មានគិតកសាងសុភមង្គលអីទេណាឯងគិតពីរឿងតយអាហ្នឹងអញ្ចឹងណាកូនអាហ្នឹងមកពីយើងយូឡាយខ្ញុំឮចាស់នៅស្រុកនៅចុងសម័យសាធារណរដ្ឋកម្ពុជាធនាគារលែងមានលុយឲ្យប្រជាជនអត់ដឹងទេសួរម្ដងហើយតែអត់ដឹងចៅសួរតាមម្ដងហើយdrip cafe ខ្ញុំបច្ចុប្បន្នជានិស្សិតកសិកម្មឧស្សាហកម្មអូខេឯចង់ភ្ញាក់តើអ្នកគិតថាជាជំនាញវិស្វកម្មល្អនឹងជាឱកាសការងារដែរទេ yes លោកតានិយាយពីកម្លាំងចូលផ្ចិតបន្តិចមកអត់យល់អាកាសាអត់យល់ពាក្យហ្នឹងទេកូនអត់យល់លោកតាសូមនិយាយពីនរោត្តមច័ន្ទរាំងសីគាត់ស្លាប់នៅក្នុងសម័យខ្មែរក្រហមគាត់ជាកូនរបស់ម្ចាស់តោឪពុកគាត់ឈ្មោះនរោត្តមច័ន្ទលេខាគេល្បីល្បាញថាគាត់ពូកែច្បាំងដែលតាមការពិតគាត់គ្រាន់តែជាមេបញ្ជាការកងពលតូចធម្មតាម្នាក់តែប៉ុណ្ណោះមុខគាត់ញញឹមពេលគាត់ចាស់ទៅគាត់ស្អាតជាងកាលគាត់នៅក្មេងតែប៉ុណ្្នឹងឯងនឹងព្រះអង្គអ្នកអង្គម្ចាស់នរោត្តមច័ន្ទរាំងសីណាលោកតាជួយបញ្យល់ពីកាលឆ្នាំ99 93ពេលកម្ពុជាមានរដ្ឋាភិបាលសហនាយករដ្ឋមន្ត្រីណានឹងគឺជារូបមន្តរបស់សីហនុដែលបង្កើតរដ្ឋាភិបាលសហនាយករដ្ឋមន្ត្រីតែអត់បានសុខនឹងគ្នា
ក៏វាបែកបាក់គ្នានៅឆ្នាំ97ទៅតែប៉ុណ្្នឹងក៏ណាអញ្ចឹងបងប្អូនខ្ញុំសូមជូនប៉ុណ្ណឹងខ្ញុំសម្រាប់សិនខ្ញុំទៅធ្វើកិច្ចការដែលមិនទៀងថាវិលមកធ្វើភាគក្រោយវិញទេខ្ញុំអរគុណចំពោះការចូលមកស្ដាប់កំសាន្តហើយអាចៅដាវិតអញនិយាយលេងទេណាអញគ្មាននេះឯងទេអញដាស់ឯងឲ្យឯងនឹងភ្ញាក់ឡើងគេមិនដែលរកប្រពន្ធដូចរកប្រហោងកសៃទេកូនហើយគេមិនដែលបោះសម្ដីដាក់ស្រីថាគេអត់ចង់យកស្រីដែលគេទេពីព្រោះអារុនមួយហ្នឹងគ្រាន់តែជាកាមមួយផ្លែតទេការយកប្រពន្ធកសាងគ្រួសារអត់ពឹងទៅលើរុនហ្នឹងដែលគេមិនដែលគេទេពីព្រោះគុណភាពស្រីគេអត់យកអានោះទេអានោះគឺសម័យបុរាណពីដើមគេបង្កើតគំនិតហ្នឹងខុសទេនៅសង្គមអាមេរិកបើស្រីណាឮសូរយើងនិយាយអញ្ចឹងគេនោមកន្លងក្បាលមិនមែនតែនោមដាក់ចានទេគេអត់ត្រូវការយើងទេកូនហើយអាប្រហោងហ្នឹងវាឆាប់សឹកឆាប់រីកទេវាអត់មានជួយយើងទេដែលត្រូវការប្រពន្ធហ្នឹងគឺត្រូវការដើម្បីកសាងសុភមង្គល